យប្រកាសអាសន្នដាក់ខេត្តចំនួន42ក្នុងការប្រមានពណ៌ក្រហមប្រឈមព្យុះភ្លៀងនិងការបាក់ដីយ៉ាងធ្ងន់ធ្ងរដោយត្រូវបណ្ដាសាធម្មជាតិគ្រោះធម្មជាតិដ៏កំណាចបានបន្តវាយប្រហារយ៉ាងខ្លាំងក្លាទៅលើប្រទេសថៃទៀតហើយរហូតអាជ្ញាធរថៃបានប្រកាសដាក់ខេត្តចំនួន42ក្នុងការប្រមានពណ៌ក្រហមឲ្យពលរដ្ឋប្រុងជើងការខ្ពស់និងត្រៀមខ្លួនចំពោះគ្រោះធម្មជាតិដូចជាព្យុះភ្លៀងដ៏ខ្លាំងក្លានិងបំណាក់ដីធ្ងន់ធ្ងរដែលនឹងវាយប្រហារទៅលើប្រទេសថៃចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍នៅថ្ងៃទី18ខែសីហាឆ្នាំ2026នេះនាយកដ្ឋានអូតូនិយមថៃបានចេញសេចក្តីប្រមានបន្ទាន់មួយថាព្យុះថ្មីកំពុងរំកិលខ្លួនមកកាន់ប្រទេសថៃហើយជះឥទ្ធិពលទៅដល់ប្រទេសនេះដែលបង្កើតជាបាតុភូតភ្លៀងធ្លាក់ដោយហែកមេឃនិងគ្រោះធម្មជាតិនានាដូចជាជំនន់រហ័សនិងបាក់ដីពិសេសនៅតាមតំបន់ជួរភ្នំនិងសមុទ្រក្រៅពីនេះក៏នឹងមានបាតុភូតខ្យល់កន្ត្រាក់លាយឡំជាមួយផ្គររន្ទះផងដែរដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតហើយបើក្នុងករណីចាំបាច់អាចឈានដល់ការប្រកាសជម្លៀសប្រជាជនភ្លាមៗតែម្ដង